ស្ត្រីម្នាក់មានសាឡុងដ៏ចម្លែកមួយរាល់ពេលនាងមុខទៅមកគេងលាសាឡុងនោះនឹងជួយម៉ាស្សាបន្ធូរអារម្មណ៍ឲ្យនាងដោយស្វ័យប្រវត្តិនឹកស្មានមិនដល់ថាសាឡុងនេះហាក់ដូចជាមានវិញ្ញាណប្រសិនបើជាមនុស្សប្រុសមកអង្គុយលើវាវិញវានឹងលយចេញនូវផ្លែសន្ទូចដែលធំដែលលាក់ក្នុងទីងងឹតឆ្លៀតពេលគេមិនចាប់អារម្មណ៍ក៏បើការវាប្រហារផ្ដាច់ជីវិតភ្លាមៗពេលសម្រាប់រួចហើយវានៅមិនភ្លេចញ័រខ្លួនមួយគំត្រាក់ទៀតផងប៉ុន្តែអ្វីដែលកាន់តែគួរឲ្យខ្លាចនោះគឺសាឡុងនោះជាកំទេចសាកសពដោយខ្លួនឯងទៀតដោយអូសសាកសពទៅកាន់លាក់យ៉ងរួចបោះទម្លាក់ចុះពីលើអាគារកម្ពស់រាប់រយម៉ែត្រដោយមិនដឹងថានេះជាសាឡុងដែលមានគំនុំគំគួនយ៉ាងជ្រាលជ្រៅដំបូងឡើយ Michael មិនជឿរឿងអភិយុទ្ធជំនឿសោះឃើញហាតម្លៃថោកក៏សែងសាឡុងនេះយកមកផ្ទះតែនឹកស្មានដល់លុះដល់ពេលយប់រឿងចម្លែកក៏បានកើតឡើងពេលឃើញលីសាកំពុងងូតទឹកក៏បន្ទប់ទឹកសាឡុងនោះបែរជាលុបលួចមើលនាងយ៉ាងរោគចិត្តលីសាតែមានអារម្មណ៍ថាមានភ្នែកមួយគូកំពុងលួចមើលខ្លួនប៉ុន្តែក្នុងផ្ទះគ្មានមនុស្សណាផ្សេងទៀតឡើយធ្វើឲ្យនាងឆ្ងល់យ៉ាងខ្លាំងពេលលីសាងូតទឹករួចនាងគិតចង់មកគេងលើសាឡុងដើម្បីសម្រាប់បន្តិចមិននឹកស្មានថាសាឡុងនោះបែរជាគំរាមដូចខ្លួនឯងផ្ដល់សេវាកម្មម៉ាស្សាមួយកំភ្លេជូនលីសាភ្លាមទឹកដៃម៉ាស្សាវិញគឺជំនាញជាងម៉ាស្សាជាតិទៀតអ្វីដែលនាងនឹកស្មានមិនដល់នោះគឺសាឡុងនេះបានខ្លាចជាបិសាចទៅហើយរងថ្ងៃតែងតែលួចមើលសកម្មភាពគ្រប់យ៉ាងរបស់លីសាថ្ងៃនេះមិត្តភក្តិស្រីស្និទ្ធស្នាលបានមកលេងផ្ទះពួកនាងគ្រាន់តែដាក់ជើងគងលើសាឡុងក៏ធ្វើឲ្យសាឡុងរំភើបញាប់ញើជាខ្លាំងពេលមិត្តភក្តិនឹងចាក់ចេញនាងមានអារម្មណ៍ថាដូចជាមានអ្វីនៅពីក្រោយក្នុងមួយរំពេចដែលនាងងើបក្បាលមើលក៏ស្រាប់តែឃើញសាឡុងសម្លឹងមើលមកនាងមិនដាក់ភ្នែកត្រឹមមួយពព្រិចភ្នែកសាឡុងនោះក៏ស្រាប់តែបាត់ស្រមោលឈឹងនាងគិតថាខ្លួនឯងមើលច្រឡំក៏បើកឡានចេញច្បាប់បន្ទាប់មកពេលលីសារៀបចំខ្លួនរួចរាល់នាងបានជុំកាហ្វេមួយកែវមកអង្គុយសម្រាប់លើសាឡុងក៏ចាប់ផ្ដើមបម្រើសេវាកម្មម៉ាស្សារបស់វាធ្វើឲ្យលីសាស្រួលខ្លួនខ្លាំងរហូតគេងលក់នៅលើសាឡុងនោះទៅលុះព្រឹកឡើងលីសាដើរចេញពីបន្ទប់គេងស្រាប់តែឃើញលើឥតពោពេញទៅដោយទៀមនាងដើរតាមជួបទៀមទៅដល់បន្ទប់ទូភីឃើញលើសាឡុងមានអាហារពេលយ៉ាងចិត្តចំនួន2តានស្របពេលដែលនាងកំពុងងឿងឆ្ងល់ចៃដន្យមិត្តប្រុសដែលចេញទៅធ្វើការក្រៅខែក៏ត្រឡប់មកវិញលីសាស្មានតែជាការភ្ញាក់ផ្អើលដែលមិត្តប្រុសរៀបចំឲ្យក៏ស្ទុះសថោគីមិកស៊ឺធ្វើឲ្យមិត្តប្រុសភ្លឹកស្មារតីទាំងមិនយល់សោះដោយមិននិយាយច្រើនគេក៏ចាប់នំមកញ៉ាំភ្លាមធ្វើឲ្យសាឡុងខឹងត្រឡប់ឡើងពេលមិត្តប្រុសរៀបនឹងចាប់នំទី2ស្រាប់តែចាប់ខុសព្រោះថាសាឡុងបានរំកិលទីតាំងចេញដោយខ្លួនឯងបុរសនោះមិនបានចាប់អារម្មណ៍ឡើយដោយមិនដឹងថាទង្វើនេះធ្វើឲ្យសាឡុងទ្រាំលែងបានទៀតហើយព្រោះវាđãខាត់មិនអាចលើកលែងទោសឲ្យទង្វើរបស់ខ្លួននេះបានឡើយលុះដល់ថ្ងៃបន្ទាប់ឆ្លៀតពេលដែលមនុស្សស្រីចេញក្រៃវាបានសម្រេចចិត្តសងសឹកប្រុសម្នាក់នោះឆ្លៀតពេលដែលគេមិនបានប្រុងប្រយ័ត្នសាឡុងបានលុបដើរទៅជាគេរួចលយផ្លែសន្ទូចដែកដ៏មុតស្រួចចេញមកចាក់សម្ដៅទៅលើបុរសនោះចំពេលនោះលីសាស្រាប់ថាទទួលទូរស័ព្ទពីមិត្តប្រុសប្រាប់ថាសាឡុងខ្លាចជាបិសាចហើយថែមទាំងប៉ុនប៉ងសម្រាប់គេទៀតផងឮដូច្នោះលីសាបានប្រញាប់នាំប៉ូលីសមកផ្ទះភ្លាមពេលនោះក្នុងផ្ទះពោពេញទៅដោយផ្សែងអប់បុរសដែលរួចផុតពីសេចក្តីស្លាប់បានពូនក្នុងអាងទឹករួចរៀបរាប់ប្រាប់ប៉ូលីសនៅអ្វីដែលបានកើតឡើងប៉ុន្តែដោយសារតែពីសម្ដីរបស់គេតែម្ខាងគ្មានអ្នកណាជឿគេតតែសោះដោយអស់ជំរឿបុរសនោះបានត្រឹមដេកជាបានរបួសនៅក្នុងផ្ទះយប់នោះស្រាប់តែមានរសើមួយមកគោះកញ្ចក់បង្អួចគេបើកបង្អួចអើតក្បាលមើលទៅក្រោមមិននឹកស្មានថាសាឡុងចម្លែកនោះបានមកដល់មាត់ទ្វារទៅហើយបុរសនោះភ័យស្លន់ស្លោដោយថាធ្វើអ្វីមិនត្រូវតែសាឡុងមិនមានបំណងលើកឡើងឡើយស្រាប់តែសាឡុងនោះលុយផ្លែសន្ទូចដែកដល់វិញចេញមកអោនដោយសម្លេងស្រែកយ៉ាងខ្លោចផ្សាចុងក្រោយបុរសនោះក៏ត្រូវអស់ជីវិតស្របពេលជាមួយគ្នានោះលីសាក៏បានប្រទះឃើញរឿងដ៏គួរឲ្យខ្លាចដែរពេលនាងដើរតាមសម្លេងមកដល់បន្ទប់ទទួលភ្ញៀវសាឡុងនោះបែរជាកម្រើកឡើងយ៉ាងចម្លែកធ្វើឲ្យលីសាភ័យខ្លាចដល់ថ្នាក់លេបនំក៏ប្រញាប់ទូរស័ព្ទទៅមិត្តភក្តិស្រីភ្លាមពេលមិត្តភក្តិមកដល់ពួកនាងបានប្រមូលភាពក្លាហានឡើងទៅលើផ្ទះពីនឹកមើលតែពេលនោះសាឡុងបាននៅស្ងៀមត្រឹងមិនកម្រើកឡើយប៉ុន្តែដើម្បីសុវត្ថិភាពនាងបានសម្រេចចិត្តទៅស្នាក់នៅផ្ទះមិត្តភក្តិ2-3ថ្ងៃតែពេលដែលពួកនាងចូលមកដល់ខាងក្រោមសាឡុងនោះបែរជាសម្លឹងមើលមកពួកនាងមិនដាក់ភ្នែកថ្ងៃបន្ទាប់លីសាបានទទួលដំណឹងមរណភាពរបស់មិត្តប្រុសពីប៉ូលីសហើយតម្រូវឲ្យនាងទៅប៉ូលីសដើម្បីបញ្ជូនតែចៃដន្យអីយប់នោះស្រាប់តែមានចោរម្នាក់លួចចូលផ្ទះរបស់លីសាស្របពេលដែលវាកំពុងដើររើកាយរបស់មានតម្លៃសាឡុងក៏បានលុបមកពីក្រោយខ្នងរបស់វាត្រឹមប៉ុណ្ណឹងចោរនោះក៏ត្រូវបាត់បង់ជីវិតយ៉ាងវេទនាពេលនោះមិត្តភក្តិស្រីបានមកផ្ទះដើម្បីយកខោអាវរបស់ពួកឲ្យលីសាតែគ្រាន់តែនាងដើរចូលក្នុងបន្ទប់ភ្លាមក៏ស្រាប់តែឃើញទស្សនវិជ្ជាដ៏គួរឲ្យរន្ធត់មួយ